បន្ទាប់ពីមានការចាប់រំលោភកើតឡើងស្ត្រីបុរសនិងកុមារត្រូវបានគេចាប់រំលោភផ្លូវភេទសុទ្ធតែកំពុងស្ថិតក្នុងស្ថានភាពដែលអាក្រក់ជារឿយៗគ្រួសារនិងសហគមន៍ច្រើនតែគិតថាវាជាកំហុសរបស់ជនរងគ្រោះទៅវិញការគិតបែបនេះវាគឺមិនត្រឹមត្រូវទេហេតុដូច្នេះហើយបានជានៅពេលដែលមានទង្វើចាប់រំលោភកើតឡើងជនរងគ្រោះមិនទៅប្តឹងប៉ូលីសឬអាជ្ញាធរទេពួកគេគិតថាប៉ូលីសនឹងស្ដីបន្ទោសឲ្យពួកគេហើយគ្រួសារពួកគេខ្មាស់គេទៀតពេលខ្លះគ្រួសាររបស់ពួកគេសុខចិត្តទទួលយកសំណងជំងឺចិត្តទៀតផងនេះជាបញ្ហាធ្ងន់ធ្ងរណាស់ជនរងគ្រោះទទួលការប៉ះទង្គិចផ្លូវចិត្តយ៉ាងខ្លាំងប្រសិនបើមានស្ត្រីម្នាក់ត្រូវបានគេចាប់រំលោភហើយមិនបានទៅប្តឹងប៉ូលីសទេជនល្មើសនឹងហ៊ានបន្តចាប់រំលោភអ្នកផ្សេងទៀតដោយមិនញញើតពីការដាក់ទោសដោយច្បាប់ឡើយដូច្នេះវាសំខាន់ណាស់ដែលគ្រួសារមិត្តភ័ក្តិនិងសហគមន៍ត្រូវបង្វែរការស្ដីបន្ទោសទៅជាការជួយពួកគេវិញហើយទាមទារឲ្យជនល្មើសប្រឈមមុខនឹងផ្លូវច្បាប់